ប្រិយមិត្តបងប្អូនជាទីគោរពរាប់អានបាទនេះគឺជាទស្សនវិជ្ជានៅលើដងផ្លូវនៅមុខសាលាខេត្តនៃក្រុងព្រៃវែងដែលផ្លូវនេះគឺឆ្ពោះទៅកាន់កន្លែងការប្រគំតន្ត្រីមួយណាបងប្អូនណាបាទនៅកន្លែងប្រគំតន្ត្រីមានការតាំងពិព័រណ៍ច្រើនណាបងប្អូនណាបាទមានទាំងផលិតផលដែលជាស្នាដៃគូនខ្មែរដែលខ្ញុំនឹងបង្ហាញនៅក្នុងពេលបន្តិចទៀតនេះបាទដោយសារខ្ញុំមកពីដើរឲ្យមកបញ្ចូលសម្លេងវារៀងហត់បន្តិចបងប្អូនណាបាទប៉ុន្តែយ៉ាងណាខ្ញុំព្យាយាមនឹងបញ្ចូលសម្លេងឲ្យបានពេញទាំងប៉ុន្មាននាទីដែលខ្ញុំបានថតមកនៅក្នុងទស្សនវិជ្ជាទាំងស្រុងនៃការប្រគំតន្ត្រីមួយនៅក្រុងព្រៃវែងបងប្អូនណាប៉ុន្តែនៅក្នុងរាត្រីទី1នេះគឺមិនសូវជាមានមនុស្សម្នាច្រើនកុះកនោះទេបាទមិនសូវជាមានមនុស្សច្រើននោះទេហើយខ្ញុំក៏ព្យាយាមផ្ដិតយកនៅរូបភាពទស្សនវិជ្ជាទាំងស្រុងនៅតាមបណ្ដោយផ្លូវបាទអមសងខាងហើយមានការបោះជាតូបលក់ផ្សេងប៉ុន្តែតូបដែលនៅដើមទីនេះគឺអត់ទាន់មានផលិតផលដាក់ទេបងប្អូនណាបាទហើយមកដល់កន្លែងនេះគឺមានហើយបងប្អូនណាកម្មាខ្មែរយើងហ្នឹងបាទមានអ៊ំចាស់ម្នាក់គាត់នៅលក់កម្មាខ្មែររបស់យើងហើយខ្ញុំមិនបានចុះទិញអីទេហេតុអីបានខ្ញុំមិនចុះទិញដោយសារតែខ្ញុំអត់មានប្រាក់ទេណាអត់មានលុយទេខ្ញុំទៅនេះគឺដោយសារគេដែរទេបាទទៅឲ្យបានតែឃើញឲ្យបានតែមើលតែប៉ុណ្ណោះហើយនៅក្នុងស្តង់នេះក៏មាននាងខ្ញុំគាត់មកលក់នៅគេហៅទឹកដោះគោកូនក្មេងបងប្អូនណាបាទទឹកដោះគោកូនក្មេងបាទប៉ុន្តែយ៉ាងណាក្តីក៏ជាកម្មវិធីមួយដែលប្រព្រឹត្តទៅដើម្បីជាការកំសាន្តផងទោះបីជានៅក្នុងកលៈទេសៈស្រុកទេសយើងមានសង្គ្រាមក៏ដោយក៏ប៉ុន្តែការដែលយើងធ្វើពាណិជ្ជកម្មធ្វើអាជីវកម្មឬក៏ធ្វើការប្រគំតន្ត្រីដើម្បីលក់នៅផលិតផលរបស់ក្រុមហ៊ុនណាមួយគឺជារឿងមួយដែលយើងស្វះស្វែងរកប្រាក់ចំណូលគ្រប់គ្នាបាទនៅទីនេះគឺមានលក់សិតតែជាផលិតផលស្នាដៃកូនខ្មែរបាទស្បែកជើងសិតតែស្បែកកពើស្បែកគោវាយកលាកពើអីក៏មានដែរបងប្អូនណាប៉ុន្តែផលិតផលរបស់ខ្មែរនេះគឺជាស្នាដៃកូនខ្មែរសុទ្ធសាធហើយតម្លៃក៏មិនជាថោកប្រមាណដែរបងប្អូនណាបាទគឺមានតម្លៃគួរសមដែលជាការខិតខំប្រឹងប្រែងរបស់កូនខ្មែរយើងប៉ុណ្ណឹងក៏មិនជាថ្លៃណាស់ណាដែរទេសម្រាប់បងប្អូនដែលគាត់មានលុយមានកាក់ថវិកាច្រើនគួរតែទិញប្រើទៅពីព្រោះជាការលើកស្ទួយនៅផលិតផលរបស់កូនខ្មែរផងដែរបាទមកដល់កន្លែងនេះគឺយើងចាប់ផ្ដើមគេហៅគប់ពើតប៉ោងណាបងប្អូនបាទប៉ុន្តែខ្ញុំមិនដែលចំណាយលុយទៅលើការគប់ពើតប៉ោងនេះទេបាទប៉ុន្តែអ្នកដើរជាមួយខ្ញុំ David ហ្នឹងគឺគាត់គប់ពើតប៉ោងហើយការគប់ហ្នឹងគឺ6គ្រាប់បាទ6គ្រាប់ប៉ុន្តែខុស3ត្រូវតែ3បាទហើយបានតែកូនតុក្កតាតូចយកមកផ្ទះតែប៉ុណ្ណោះបាទហើយនឹងចាន2បងប្អូនណាបាទចាន2បាទគាត់ព្យាយាមគប់ដែរប៉ុន្តែខ្ញុំអ្នកកាន់តុក្កតាឲ្យគេទេបងប្អូនណាបាទពួកខ្ញុំមិនចំណូលខាងគប់ពើតប៉ោងដែរទេបាទប៉ុន្តែដល់ពេលគប់បានគេឲ្យរើសយកកូនតុក្កតាទៅក៏ខ្ញុំអ្នកកាន់ជួយបាទអ្នកជួយកាន់តាមក្រោយអញ្ចឹងណាដូចយើងដើរផ្សារអញ្ចឹងមានអ្នកទិញគេមានអ្នកកាន់អីពីក្រោយអញ្ចឹងទៅបាទយ៉ាងណាក៏នៅតែបាទខុសស្រឡះទៅហ្មងបាទដល់ពេលនេះគឺយើងធ្វើការត្រឡប់មកវិញហើយបងប្អូនណាបាទអត់នៅយូរទេយើងត្រឡប់មកផ្ទះវិញបាទពីព្រោះខ្ញុំជាទម្លាប់ទៅគឺដើរយ៉ាងខ្ពស់បំផុតហើយម៉ោងគឺត្រឹម11អីហ្នឹងអស់ហើយប៉ុន្តែយើងដើរនេះគឺចាប់ពីម៉ោង8គត់រហូតដល់ម៉ោង9គឺត្រឡប់មកវិញតែម្ដងហើយក៏ចូលញ៉ាំបបរអីរួចរាល់ក៏នាំគ្នាចូលផ្ទះរៀងៗខ្លួនបាទសិតតែជាអីវ៉ាន់ដែលបានមកពីការគប់ពើតពងមិញអរគុណបងប្អូននេះគឺជាការបង្ហាញមួយទាក់ទងនឹងវីដេអូរបស់ខ្ញុំនារាត្រីនេះផងដែរ